បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺលោកគ្រូចេញមេរៀនថ្មីមួយទៀតបាទគឺសិក្សាពីប្រភេទនៃសក់បាទអញ្ចឹងនៅពេលនេះយើងមានប្រភេទនៃសក់យើងមាន5ប្រភេទបាទអញ្ចឹងជាបឋមសូមបងប្អូនមើលពាក្យនៅខាងក្រោមបាទ look and write បាទអញ្ចឹងបងប្អូនមើលហើយយើងបំពេញបាទអញ្ចឹងបងប្អូនទៅមើលពាក្យនៅក្នុងប្រអប់យើងមានពាក្យ neat hair wavy hair curly hair straight hair messy hair នេះគឺសក់យ៉ាងម៉េចបងប្អូនមើលរូបភាពនេះបាទអញ្ចឹងបងប្អូនមើលការបកប្រែលោកគ្រូបកប្រែនៅខាងក្រោមជូនតោះមកបងប្អូនយកពាក្យសាកបំពេញខ្លួនឯងមើលតើបងប្អូនបំពេញត្រូវប៉ុន្មានភាគរយណាបាទអញ្ចឹង neat hair អញ្ចឹងបងប្អូនអានតាមខ្ញុំទាំងគ្នា neat hair សក់ slot wavy hair សក់រលកcurly hair សក់រួញអង្កាញ់ straight hair សក់ត្រង់ messy hair សក់រញ៉េរញ៉ៃអញ្ចឹងបានន័យថាសក់រញ៉េរញ៉ៃបងប្អូនទាំងគ្នាគឺសក់ហ្នឹងគឺស្ពីងសពោណាបានន័យថាបងប្អូនអត់សិតសក់អូនអត់អីហ្នឹងគឺសក់រញ៉េរញ៉ៃឯងបាទអញ្ចឹងតើបងប្អូនអាចសាកបំពេញក្នុងប្លង់ទាំងអស់នេះបាទឥឡូវលោកគ្រូទុកពេលឲ្យបងប្អូន1នាទីបាទបងប្អូនអាចបំពេញបានទេបាទអញ្ចឹងតទៅពីបងប្អូនបំពេញហើយបងប្អូនតែឆែកមើលតើពាក្យដែលបងប្អូនបំពេញនេះត្រូវបានប្រមាណភាគរយបាទឆែកពាក្យដែលបងប្អូនបំពេញនេះទាំងអស់គ្នាដូចតើទៅអូខេអញ្ចឹងរូបទី1នេះគឺជា curly hair ណាបាទ curly hair បានតែសក់រួញអង្កាញ់បាទសក់រួញកញ្ញាអញ្ចឹងណាអ្នកទាំងគ្នាបាទសក់រួញកញ្ញានេះគឺសក់រួញអង្កាញ់បាទនេះបាទអញ្ចឹងគឺ curly hair បាទសូមមើលរូបទី2អូខេ wavy hair បាទសក់រលកដូចជាយើងអ៊ុតសក់ណាបាទអ្នកបងយើងរើអ៊ុតមិនទៅជារួញដូចខាងនេះទេគឺរួញតិចៗចឹងហៅថាសក់រលកណាបាទសក់ប្រភេទសក់នេះគឺបាទស្អាតបាទអញ្ចឹងស្មើសក់នេះវិញបាទតើរូបម្នាក់នេះយ៉ាងម៉េចដែរណាបាទអញ្ចឹងយើងសូមបំពេញអ្នកគ្នាអូខេ messy hair បាទ messy hair ណាបាទសក់រញ៉េរញ៉ៃមានន័យថាសក់នេះគាត់អត់សិតទេណាគាត់ក្រោកពីដេកអញ្ចឹងទៅបាទនៅស្វីងស្ពងអញ្ចឹងណាអញ្ចឹងបងប្អូនអរគ្នាកុំធ្វើបំប្រាំតាមគាត់ណាបាទយើងត្រូវសិតសក់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងរូបបន្ទាប់ទៀតគេ neat hair អញ្ចឹង neat hair នេះយើងបកថាសក់ slot ណាបាទអញ្ចឹងសក់ slot គឺជាប្រភេទសក់ដែលងាយស្រួលសិតណាដូចជាសក់គាត់បែបនេះអញ្ចឹងគឺគាត់ឧទាហរណ៍ថាគាត់អត់អ៊ុតត្រង់តែសក់គាត់ slot ពីធម្មជាតិណាបាទអញ្ចឹងគាត់សិតមកគឺរលូនងាយស្រួលសិតបាទសក់នេះគាត់អត់សិតតែម្ដងហេគាត់អត់ធ្វើសិតទេហើយសក់នេះក៏គាត់អាសាសិតដែរតែគាត់លេងម៉ូដបែបហ្នឹងណាហើយសក់នេះគឺជាធម្មតាគេអ៊ុតកញ្ញាញឬក៏សក់បែបហ្នឹងតែម្ដងណាបាទជាងមួយចុងក្រោយអូខេ straight hair គឺសក់ត្រង់បាទអញ្ចឹងមើលរូបទីជាប់គ្នានេះមើលរូបជាប់គ្នានេះបាទមួយ neat hair គឺសក់ slot ហើយសក់ត្រង់ឧទាហរណ៍ថាយើងអ៊ុតសក់ត្រង់អញ្ចឹងណាបាទសក់គាត់ឧទាហរណ៍ថាសក់គាត់បែបនេះអញ្ចឹងមកសក់គាត់បែបនេះអញ្ចឹងមកតើគាត់អ៊ុតទៅត្រង់អញ្ចឹងហៅថាសក់ slot ហៅថាសក់ត្រង់ណាបាទសក់ slot នេះគឺសក់មិនចាំអ៊ុតទេសក់គាត់គឺវាត្រង់ខ្លួនឯងបាទនេះតើអ៊ុតគៀបអញ្ចឹងណាសក់ត្រង់បាទអញ្ចឹងពេលនេះបងប្អូនបានសិក្សាអំពីពាក្យបាទមួយចំនួនដែលបងប្អូនបានសិក្សាអំពីប្រភេទសក់បាទអញ្ចឹងសូមបងប្អូនឧទាហរណ៍ថាជាប្រយោគវិញម្ដងមកតែកន្លែងនេះយើងចង់សួរថាម៉េចអ្នករូបទី1អ្នកនរគ្នាបាទយើងចង់សួរថាតើនាងមានសក់ដូចម្ដេចអូខេតើនាងមានសក់ដូចម្ដេចអញ្ចឹងយើងសំណួរ What kind of hair does she have តើនាងមានសក់យ៉ាងដូចម្ដេចឬក៏តើនាងមានសក់ដូចម្ដេចណាបាទអញ្ចឹងចម្លើយ She has curly hair នាងមានសក់រួញនេះបាទនាងមានសក់រួញតោះណាអ្នកនរគ្នាបាទអញ្ចឹងមើលរូបទី2ចង់សួរសំណួរបន្តទៀតបាទ What kind of hair does she have
và thùng nụ đôi kia là tao này what kind of hair does she have what kind of hair does she have she has wavy hair she has wavy hair នាងមានសក់រលកបាទនាងមានសក់រលកចាំមើលរូបទី3 what kind of hair does she have តើនាងមានសក់ដូចម្ដេច she has messy hair she has messy hair នាងមានសក់រញ៉េរញ៉ៃសក់បន្ទ្រើងអញ្ចឹងណាសក់អត់របៀបគេមើលរូបទី4អូខេយើងសួរសំណួរតើ what kind of hair does she have what kind of hair does she have ចឹងចម្លើយ she has neat hair she has neat hair she has neat hair នាងមានសក់ slot ណាបាទនាងមានសក់ slot បាទសំណួរចុងក្រោយ what kind of hair does she have តើនាងមានសក់ដូចម្ដេច she has straight hair she has straight hair she has straight hair នាងមានសក់ត្រង់នាងមានសក់ត្រង់បាទចូលមករៀនបទលោកគ្រូពេលនេះជាដល់ទីបញ្ចប់សូមអរគុណបងប្អូននៅតាមរៀនបទលោកគ្រូតាំងពីដើមរហូតដល់ចប់បាទសូមជូនពរបងប្អូនទៅណាមណាដោយសុខភាពរៀនកាន់តែពូកែបាយបាយ